ភាពស្ងប់ស្ងាត់នៅក្នុងភាពស្ងប់ស្ងាត់ទឹកគំនិតល្អបំផុសអាចកើតមកលើយើងបានចូលក៏មានការភ័ន្តច្រឡំដោយជំនឿថាអាកប្បកិរិយាស្ទុះចុះស្ទុះឡើងគឺធ្វើឲ្យខ្លួនមានប្រសិទ្ធភាពនិងមានសមិទ្ធផលបំផុតនោះចូលកុំគិតថាការយកពេលវេលាមួយចំណែកដើម្បីគិតពិចារណាគឺជាការខ្ជះខ្ជាយពេលវេលាឲ្យសោះគំនិតគឺជាមូលដ្ឋានគ្រឹះដែលអ្វីៗផ្សេងទៀតត្រូវសង់នៅលើប្រសិនបើអ្នកវិនិយោគត្រឹមតែ 1% នៃពេលវេលារបស់ខ្លួនក្នុងការសិក្សាគិតនិងធ្វើផែនការនេះនឹងធ្វើឲ្យមានការខុសប្លែកទៅភ្ញាក់ផ្អើលចំពោះល្បឿនទៅកាន់គោលដៅរបស់អ្នកថ្ងៃនីមួយៗរបស់អ្នកមានចំនួន1440នាទីចូលវិនិយោគ 1% ឬស្មើ14នាទីនៃពេលវេលាដើម្បីសិក្សាគិតនិងធ្វើផែនការនោះអ្នកនឹងមានការភ្ញាក់ផ្អើលថារយៈពេល14នាទីនោះនឹងនាំអ្វីខ្លះឲ្យអ្នកវាប្រហែលជាធ្វើឲ្យភ្ញាក់ផ្អើលពេលអ្នករកឃើញថាតាមរយៈការអភិវឌ្ឍទម្លាប់មួយនេះអ្នកនឹងទទួលបានមកវិញនូវគំនិតល្អៗបែបស្ថាបនាស្ទើរតែគ្រប់ពេលវេលានិងគ្រប់សកម្មភាពការងារដែលអ្នកធ្វើមានដូចជាពេលកំពុងលាងចានកំពុងជិះឡានឬកំពុងងូតទឹកជាដើមចូលប្រើប្រាស់ឧបករណ៍ដ៏អស្ចារ្យបំផុតប៉ុន្តែសាមញ្ញបំផុតផងដែរហើយឧបករណ៍ដែលត្រូវបានប្រើប្រាស់នោះគឺខ្មៅដៃនិងក្រដាសចូលលោកអ្នករក្សាទុកខ្មៅដៃឬប៊ិចនិងក្រដាសនៅក្បែរខ្លួនជានិច្ចពេលនោះអ្នកនឹងអាចកត់ត្រាទុកនូវគំនិតល្អៗដែលលេចចេញមកក្នុងខួរក្បាលរបស់អ្នកមិនថាពេលយប់ឬពេលថ្ងៃឡើយការយល់ដឹងអំពីរបៀបគូសវាសគោលដៅគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះអ្នកទោះបីជាអ្នកបានដឹងអំពីសារៈសំខាន់នៃការកំណត់គោលដៅក៏ដោយក៏មានមនុស្សភាគតិចតួចណាស់ដែលបានយល់ដឹងពិតប្រាកដអំពីបច្ចេកទេសនៃការកំណត់គោលដៅពេលរៀនពីវិធីសាស្ត្រកំណត់គោលដៅមានកត្តា4សំខាន់ដែលអ្នកត្រូវចងចាំ1ចូលសរសេរចុះនៅគោលដៅរបស់អ្នកពេលណាអ្នកសរសេរដាក់លើក្រដាសមួយសន្លឹកពេលនោះក្រដាសនេះនឹងឆ្លុះបញ្ចាំងគំនិតរបស់អ្នកឲ្យភ្លឺច្បាស់លាស់ល្អជាងកាលដែលវាស្ថិតនៅក្នុងខួរក្បាលរបស់អ្នក2ចូលកំណត់កាលបរិច្ឆេទឲ្យជាក់លាក់កំណត់ពេលវេលាដែលអ្នកនឹងសម្រេចគោលដៅរបស់អ្នកសារៈសំខាន់នៃចំណុចនេះគឺនៅត្រង់ថាវានឹងលើកកម្លាំងចិត្តអ្នកឲ្យកំណត់ផ្លូវដែលត្រូវដើរទៅកាន់គោលដៅនិងជំរុញអ្នកឲ្យបន្តដំណើរដើរលើផ្លូវនេះជានិច្ច3ចូលកំណត់អត្តសញ្ញាណឲ្យខ្លួនឯងឲ្យខ្ពង់ខ្ពស់ព្រោះវាហាក់ដូចជាមានទំនាក់ទំនងគ្នាដោយផ្ទាល់រវាងកម្លាំងនៃចំណង់ជាមួយនឹងភាពងាយស្រួលនៃការសម្រេចចំណង់មានន័យថាលើងចំណង់របស់អ្នកកាន់តែខ្លាំងវាធ្វើឲ្យអ្នកកាន់តែងាយស្រួលដើម្បីសម្រេចជោគជ័យជាទូទៅបើអ្នកកំណត់គោលដៅកាន់តែខ្ពស់ឆន្ទៈរបស់អ្នកនឹងកាន់តែខ្លាំងក្លារហូតដល់វាអាចពន្យុះអ្នកឲ្យព្យាយាមសម្រេចវាបានខាងតែបានមូលហេតុគឺពេលអ្នកកំណត់វត្ថុបំណងខ្ពស់ពេលនោះសម្បញ្ញៈរបស់អ្នកនឹងធ្វើឲ្យអ្នកយល់ថាត្រូវតែចាប់ផ្ដើមធ្វើការពីវត្ថុបំណងមធ្យមដែលនៅនឹងមុខតែម្ដងពូលគឺមិនចាំបាច់ចាប់ផ្ដើមពីវត្ថុបំណងតូចបំផុតនោះឡើយដូច្នេះចូលកំណត់វត្ថុបំណងដែលខ្ពង់ខ្ពស់ពេលនោះអ្នកនឹងចាប់ផ្ដើមពីកម្មចិន្តាដែលនឹងគៀកទៅនឹងភាពជោគជ័យទីបំផុតរបស់អ្នកតែម្ដងសំណុំពរមួយនេះនឹងពន្យុះការគិតពិចារណារបស់អ្នកប្រសិនបើអ្នកនៅបន្តធ្វើអ្វីៗដែលអ្នកកំពុងតែធ្វើជារៀងរាល់ថ្ងៃនេះក្នុងរយៈពេល10ឆ្នាំទៅមុខទៀត
តើអ្នកនឹងទៅដល់កន្លែងណាតើអ្នកនឹងធ្វើអ្វី4ចូលប្រាថ្នាខ្ពស់វាពិតជាចម្លែកខ្លាំងណាស់ថាការប្រាថ្នាខ្ពស់ហើយការចង់បានភាពចម្រុងចម្រើននិងទ្រព្យសម្បត្តិច្រើនបរិបូរណ៍គឺមិនពិបាកជាងការទទួលយកទុរគតភាពនិងភាពក្រីក្រឡើយអ្នកត្រូវមានភាពក្លាហានឲ្យបានគ្រប់គ្រាន់ដើម្បីសុំពីជីវិតឲ្យច្រើនជាងអ្វីដែលអ្នកចង់បានពេលនោះអ្នកនឹងមានអារម្មណ៍ថាតាមការអង្កេតមនុស្សងាយនឹងរះឡើងទៅសម្រេចបំណងដែលពួកគេបានប្រាថ្នាវាច្បាស់ណាស់ថាអ្នកគូសវាសកម្មវិធីតាំងពីដើមទីរហូតដល់ទីបញ្ចប់ហើយកម្មវិធីនេះមិនមែនតែងតែជោគជ័យនៅគ្រប់ជំហាននោះទេគ្មាននរណាម្នាក់ដឹងគ្រប់យ៉ាងនៅអ្វីដែលនឹងកើតឡើងនៅរវាងទីចាប់ផ្ដើមនៃទីបញ្ចប់នៃសហគ្រាសក្រាក់ក្រាក់ក៏ដូចជាដំណើរផ្សងព្រេងដ៏អស្ចារ្យនានាឡើយប៉ុន្តែប្រសិនបើអ្នកដឹងច្បាស់កន្លែងដែលអ្នកកំពុងស្ថិតនៅនិងកន្លែងដែលអ្នកប្រាថ្នាចង់ទៅហើយបើអ្នកចាប់ផ្ដើមចេញដំណើរពីកន្លែងដែលអ្នកកំពុងស្ថិតនៅទៅកាន់កន្លែងដែលប្រាថ្នាចង់ទៅនោះហើយបើអ្នករក្សាគំនិតឲ្យវិជ្ជមានជានិច្ចអ្នកនឹងបោះជំហានម្ដងមួយជំហានរហូតដល់ទីបំផុតអ្នកនឹងទៅដល់ទីចុងបញ្ចប់មិនខានដោយគ្រាន់តែឈានមួយជំហានវាមិនត្រូវការភាពក្លាហានអ្វីទេហើយអ្វីដែលខ្ញុំធ្វើគឺគ្រាន់តែឈានមួយជំហានម្ដងតែប៉ុណ្ណោះពេលឈានបានមួយជំហានហើយនោះខ្ញុំក៏នឹងឈានមួយជំហានទៀតហើយមួយជំហាននិងមួយជំហានទៀតទីបំផុតខ្ញុំនឹងដល់កន្លែងដែលខ្ញុំចង់ទៅដល់ជាក់ជាមិនខានប្រសិនបើអ្នកស្គាល់គោលដៅរបស់ខ្លួនជាក់លាក់ហើយប្រសិនបើអ្នកបោះជំហានទី1អ្នកកំពុងស្ថិតនៅលើដងវិថីមួយដែលជាផ្លូវត្រឹមត្រូវរបស់អ្នកហើយចូលធ្វើតេស្តលើជម្រៅចិត្តរបស់អ្នកដើម្បីរកឲ្យឃើញថាតើអ្នកអនុវត្តជំនឿចិត្តនៅពេលអ្នកគ្មានស្ថានភាពលំបាកក៏ដូចជានៅក្នុងកលៈទេសៈដែលអ្នកត្រូវការកម្លាំងចិត្តចាំបាច់បំផុតដែរឬទេបើអ្នកនៅបន្តធ្វើអ្វីដែលអ្នកកំពុងតែធ្វើដូចសពថ្ងៃនេះតើរយៈពេល10ឆ្នាំទៅមុខទៀតអ្នកនឹងក្លាយជាមនុស្សបែបណាហើយអ្នកនឹងធ្វើអ្វីចូលអ្នកដាក់ខ្លួនទៅក្នុងសកម្មភាពការសិក្សារៀនសូត្រគិតពិចារណានិងបែងចែកពេលវេលាប្រកបដោយឥរិយាបថគំនិតវិជ្ជមាន